អូខេសួស្តីអ្នកគ្នាក្នុង lecture ទី2នេះគឺខ្ញុំនឹងបរៀនអ្នកគ្នាពីរបៀបក្នុងការកំណត់ TP និង SL អូខេឥឡូវកាន់មកកាន់មេរៀនរបស់យើងវិញក្នុងមេរៀនមុនគឺខ្ញុំបានប្រាប់អ្នកគ្នាពីរបៀបក្នុងការ add BTC ជាមួយនឹង XAU ហើយខ្ញុំក៏បានបរៀនអ្នកគ្នាពីរបៀបក្នុងការទិញលក់និងរបៀប close ផងដែរអញ្ចឹងនៅក្នុងមេរៀនមួយនេះគឺខ្ញុំនឹងបរៀនអ្នកគ្នាមេរៀនមួយទៀតគឺរបៀបដាក់វាអូតូកាត់ loss មួយกับ TP អញ្ចឹងទៅគឺថានៅពេលដែលយើងចូលទិញលក់ពេលហ្នឹងយើងរវល់អញ្ចឹងយើងដាក់ឲ្យវាកាត់អូតូបានអូខេឥឡូវយើងចុចលើពាក្យ chart មកបន្ទាប់មកអ្នកគ្នាធ្វើការចូលទិញឬមកក៏លក់ក៏បានដែរគឺ 0.01 អីទៅអានេះគឺខ្ញុំនឹងតេស្តឲ្យអ្នកគ្នាមើលចំនួន 0.01 អូខេអ្នកគ្នានេះគឺវាមានកលាបាយអញ្ចឹងគឺខ្ញុំនឹងធ្វើការចូល 0.01 ឲ្យអ្នកគ្នាមើលអញ្ចឹងទៅអូខេអ្នកគ្នាឥឡូវហ្នឹងគឺថាយើងចុចបាយមកអញ្ចឹងរបៀបក្នុងការដាក់ឲ្យវាកាត់អូតូឬមួយក៏បិទអូតូអីចឹងទៅអ្នកគ្នាគ្រាន់តែចុចលើខ្សែនេះពេលដែលអ្នកគ្នាចូលទិញទៅអ្នកគ្នាឃើញខ្សែពណ៌ខៀវមួយនេះខ្សែពណ៌ខៀវនេះឃើញខ្សែពណ៌ខៀវហ្នឹងអ្នកគ្នាចុចលើខ្សែពណ៌ខៀវហ្នឹងคลิกលើខ្សែពណ៌ខៀវហ្នឹងមកវានឹងលោតមកនេះខាងក្រោមហ្នឹងវាមាន3ប៊ូតុងអីអញ្ចឹងអាប៊ូតុងខាងក្រោមពណ៌ SL ហ្នឹងគឺដាក់ឲ្យកាត់អូតូហើយនៅពេលដែល TP ពណ៌ខៀវហ្នឹងគឺដាក់ឲ្យវាកាត់ចំណេញអូតូអា SL ហ្នឹងកាត់ដាក់ឲ្យវាកាត់ខាតអូតូអញ្ចឹងណាអូខេអ្នកគ្នាអញ្ចឹងខ្ញុំដាក់បាយអញ្ចឹងខ្ញុំselect ឲ្យវាឡើងមកលើមកអ្នកគ្នាគ្រាន់ចុចលើហ្នឹងមួយមកវានឹងចេញប៊ូតុងពណ៌បៃតងមួយខ្សែពណ៌បៃតងមួយនេះហើយអ្នកគ្នាឃើញអត់អញ្ចឹងខ្ញុំនឹងដាក់ TP ឲ្យវាកាត់ចំណេញនៅត្រង់មួយនេះដែលខ្ញុំគិតថាវានឹងឡើងដល់កន្លែងមួយហ្នឹងអញ្ចឹងសម្រាប់ SL វិញ SL គឺយើងចុចលើហ្នឹងដែរមកចុចលើហ្នឹងវាលោតខ្សែមកហើយអ្នកគ្នាអូសមកខាងក្រោមមកនេះខ្ញុំគិតថាខ្ញុំដាក់ SL ត្រង់ទៅចំណេញ$2ខាត$1.94សេនអញ្ចឹងទៅអូខេអញ្ចឹងអ្នកគ្នាធ្វើការចុចលើសញ្ញាព្រួយនេះមកបន្ទាប់មកអ្នកគ្នាចុច modify ទៅនៅពេលដែលវាដើរដល់កន្លែងមួយខាងក្រោមហ្នឹងវានឹងកាត់ខាតឲ្យខ្ញុំអូតូហើយបើសិនជាវាឡើងដល់ TP អាហ្នឹងខ្ញុំនឹងវានឹងកាត់ចំណេញខ្ញុំអូតូអញ្ចឹងគឺវាធ្លាក់អីអញ្ចឹងខ្ញុំប្រហែលនឹងខាតមកទៅអូខេឥឡូវយើងទៅមើលទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអាខាងនេះគឺខ្ញុំដាក់ឲ្យអ្នកគ្នាមើលពីកន្លែងវាដើរអញ្ចឹងណាអ្នកគ្នាឲ្យអ្នកគ្នាមើលថាវាកាត់អូតូហ្នឹងរបៀបម៉េចគឺថាខ្ញុំដាក់ take profit $2អញ្ចឹងគឺ4សេនបើអីគ្រប់$2មិនវាកាត់ឲ្យខ្ញុំអូខេអ្នកគ្នាឥឡូវហ្នឹងវាកាត់ឲ្យខ្ញុំហ្នឹងគឺខ្ញុំចំណេញបាន$2អ្នកគ្នាឃើញនេះលើនេះគឺ$2អញ្ចឹងមេរៀនមួយនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាគឺអ្នកគ្នាចេះពីរបៀបក្នុងការដាក់ TPSL អញ្ចឹងចាំជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ